ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះសូមបង្ហាញបងប្អូនពីរបៀបធ្វើស៊ុបប្រហិតសម្រាប់ប្រហិតបងប្អូនអាចដាក់សាច់គោសាច់ជ្រូកសាច់មាន់ឬក៏សាច់ត្រីទៅតាមការចូលចិត្តហើយស៊ុបប្រភេទនេះក៏យើងអាចយកវាមកធ្វើមីស៊ុបបានដែរតោះអញ្ចឹងយើងមកចាប់ផ្ដើមទាំងអស់គ្នាជាដំបូងនេះយើងយកឆ្អឹងជ្រូកហ្នឹងមកស្រុះទឹកក្តៅដើម្បីអស់ឈាមជាមួយនឹងជាតិឆ្អាបដើម្បីឲ្យវាអស់ក្លិនជ្រូកខ្ញុំបានបន្ថែមអំបិលកន្លះស្លាបព្រាបាយហើយឆ្អឹងជ្រូកដែលខ្ញុំយកមកធ្វើស៊ុបហ្នឹងមានទម្ងន់7ខាំដាក់ឆ្អឹងចូលអស់ហើយបងប្អូនអាចទុកវារំងាស់ចោលបែបហ្នឹងរយៈពេល5នាទីបន្ទាប់ពីទុកចោលរយៈពេល5នាទីបងប្អូនអាចស្រង់ឆ្អឹងជ្រូកនឹងចេញឬមួយលើកវាទៅលាងជាមួយនឹងទឹកធម្មតាយើងនឹងឲ្យស្អាតប្រសិនបើបងប្អូនអត់លាងឲ្យស្អាតទេកុំតិចកំទីឆ្អឹងនឹងវានឹងធ្លាក់ចូលទៅក្នុងទឹកស៊ុបផុនយើងអញ្ចឹងទឹកស៊ុបយើងអត់បានថ្លាល្អនោះទេឥឡូវនេះយើងចាប់ផ្ដើមធ្វើទឹកស៊ុបបានហើយជាដំបូងយើងត្រូវយកខ្ទឹមក្រហមខ្ទឹមសខ្ទឹមបារាំងគល់ខ្ទឹមគល់ជីវ៉ាន់ស៊ុយរំដេងជាមួយនឹងខ្ញីហ្នឹងយើងយកវាទៅហាន់ជាបន្ទះស្ដើងបន្ទាប់មកបងប្អូនត្រូវលីងវានៅលើភ្លើងរហូតដល់វាចេញក្លិនឈ្ងុយនៅពេលដែលគ្រឿងទាំងអស់ហ្នឹងចាប់ផ្ដើមឡើងក្រៀមតិចហើយបងប្អូនអាចចាក់ទឹកចូលទឹកក្នុងការធ្វើស៊ុបនេះខ្ញុំប្រើចំនួន3លីត្ររួចហើយយើងនឹងដាក់ដាំទឹកនោះមួយពុះក្រោយពីទឹកបានពុះរួចយើងអាចដាក់ឆ្អឹងជ្រូកដែលយើងបានលាងសម្អាតរួចនឹងចូលបន្ទាប់មកយើងនឹងផ្សំគ្រឿងដោយដាក់អំបិលចំនួន1ស្លាបព្រាបាយពេញស្ករស2ស្លាបព្រាបាយទឹកត្រី3ស្លាបព្រាបាយបង្គាក្រៀម2ស្លាបព្រាបាយយូហឺមួយបន្ទះបងប្អូនត្រូវយកវាទៅលាងទឹកសិនចាំយកមកដាក់ចូលរួចហើយយើងត្រូវដាក់ទឹកស៊ុបនឹងរម្ងាស់នៅលើភ្លើងនឹងរយៈពេល40នាទីកំឡុងពេលដែលយើងកំពុងតែរង់ចាំទឹកស៊ុបយើងនាំគ្នាយកប្រហិតនឹងមកដោតចូលចង្កាក់ឲ្យហើយចំពោះទឹកស៊ុបនេះខ្ញុំប្រើប្រហិតសាច់គោសុទ្ធនឹងចំនួនកន្លះគីឡូបរិមាណរបស់ប្រហិតនឹងរាងច្រើនគួរសមដែរអញ្ចឹងបងប្អូនមុននឹងយកវាមកដោតជាចង្កាក់នឹងត្រូវយកវាទៅលាងទឹកចេញឲ្យស្អាតផងដែរហើយឈើចង្កាក់របស់យើងនឹងក៏ត្រូវត្រាំទឹកជាមុនឥឡូវយើងបកមកទឹកស៊ុបវិញទឹកស៊ុបនេះរម្ងាស់បាន40នាទីហើយអញ្ចឹងបងប្អូនអាចស្រង់គ្រឿងទាំងអស់នឹងចេញសិនមកបងប្អូនទុកតែឆ្អឹងជ្រូកនៅក្នុងនោះបានហើយបន្ទាប់មកគឺយើងនឹងដាក់ការ៉ុតចំនួន1មើមឆៃថាវចំនួន1មើមដូចគ្នាចំពោះបងប្អូនដែលពិសាប៊ីចេងអាចបន្ថែមចំនួនកន្លះស្លាបព្រាកាហ្វេទៀតរួចហើយយើងរម្ងាស់ទឹកស៊ុបនឹងបន្ថែម10នាទីឆ្លៀតពេលមួយផ្លែតហ្នឹងយើងនាំគ្នាមកធ្វើខ្ទឹមសបំពងអញ្ចឹងបងប្អូនដាក់ប្រេងឆាឲ្យច្រើនគួរសមទៅទុកឲ្យវាក្តៅតែកុំឲ្យក្តៅពេកប្រេងឆាឡើងក្តៅហើយយើងអាចដាក់ខ្ទឹមសចូលបងប្អូនត្រូវឧស្សាហ៍កូរត្រឡប់វាចុះឡើងរហូតដល់វាឡើងក្រហមល្មមតែហ៊ានទុកឲ្យខ្ទឹមសផុនយើងឡើងក្រហមជាងនេះទៀតគឺនឹងមានរសជាតិល្វីងតែម្ដងចាឥឡូវនេះយើងមកមើលទឹកស៊ុបវិញទឹកស៊ុបបងប្អូនក៏អាចរំលែកដាក់ចូលទៅក្នុងឆ្នាំងតូចរួចហើយយើងបន្ថែមបន្លែស្ពៃតឿឬក៏ដាក់បន្លែទៅតាមបងប្អូនចូលចិត្តជាចុងក្រោយយើងនឹងបន្ថែមជាមួយនឹងខ្ទឹមសលីងក្នុងករណីដែលយើងយកទឹកស៊ុបនឹងមកញ៉ាំជាមួយមីបងប្អូនគួរតែស្រុះមីនឹងជាមួយនឹងឆ្នាំងខាងក្រៅបើសិនជាយើងយកមីនឹងមកដាក់ស្រុះនៅក្នុងទឹកស៊ុបតែម្ដងវាអាចធ្វើឲ្យទឹកស៊ុបផុនយើងប្រៃឡើងចាវិធីធ្វើស៊ុបប្រហិតគឺមានតែប៉ុណ្្នឹងទេអញ្ចឹងក៏សូមអរគុណច្រើនចំពោះការទស្សនាវីដេអូមួយនេះហើយប្រសិនបើបងប្អូនមានយោបល់ឬក៏សំណួរអ្វីអាចសរសេរជាខមមិននៅខាងក្រោមវីដេអូនឹងចាំជួបគ្នានៅក្នុងមុខម្ហូបឬក៏បង្អែមបន្តទៀតអរគុណច្រើនជម្រាបលា